បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបកស្រាយនៅលំហាត់ទី2នៅក្នុង Microsoft Office Word អញ្ចឹងនៅក្នុងលំហាត់នេះគឺគេចង់ឲ្យយើងបង្កើតលិខិតរំលឹកទៅថ្នាក់ក្រោមជាតិអញ្ចឹងយើងបង្កើត file ថ្មីមកអញ្ចឹង file ហើយយកពាក្យថា blank document អញ្ចឹងយើងបាន file ថ្មីមួយអញ្ចឹងយើងកំណត់ទំហំក្រដាសជាក្រដាស A4 អញ្ចឹងដើម្បីកំណត់ទំហំក្រដាសយើងចូលទៅក្នុង layout ហើយយកពាក្យថា size ហើយយើងយកក្រដាស A4 អញ្ចឹងក្រដាស A4 ហើយទី3គឺកំណត់ margin ជាប្រភេទ margin normal អញ្ចឹង margin normal អូខេអញ្ចឹងយើងបានប៉ុណ្ណឹងហើយយើងចាប់ផ្ដើមធ្វើដូចដែល sample គេឲ្យអញ្ចឹងព្រះរាជាណាចក្រកម្ពុជាគឺនៅចំកណ្ដាលអញ្ចឹងយើងតម្រឹមកណ្ដាលអញ្ចឹងចុចក្នុង home មកចុចយក align នេះមកអញ្ចឹងតម្រឹមកណ្ដាលទៅយើងចាប់ផ្ដើមទៅចូលមកអូខេអញ្ចឹងកន្លែងនេះគឺសញ្ញាកន្លែងនេះគឺយើងដឹងគឺនៅលំហាត់ទី1គឺយើងប្រើ font តាក់តែងអញ្ចឹងយើងកំណត់ font នេះសិនមកយើងដាក់ថា font តាក់តែងអូខេ font ហ្នឹងហើយបន្ទាប់មកយើងចូលទៅក្នុង insert ហើយយកពាក្យថា symbol ចឹងនៅក្នុង symbol ហ្នឹងវាមាន style ជាច្រើនអញ្ចឹងយើងយកមួយមកឥឡូវយើងយក style មួយនេះម្ដងមកមិនចាំបាច់ដូចគ្នាបេះដាក់ក៏បានដែរណាអត់អីទេអាហ្នឹងយើងធ្វើម៉េចឲ្យតាជាប្រភេទ font តាក់តែងហ្នឹងមកគឺស្អាតហើយយើងបរិ font វាឲ្យធំមកអូខេប៉ុណ្នេះធំពេកប៉ុណ្នេះចុះអូខេហើយកន្លែងនេះគឺយើងប្រើ font ខ្មែរ OS មួយឡែកអូខេចឹងគេអត់ប្រាប់ font ប្រហែលទេអូខេចាប់កន្លែងហ្នឹងមួយចូលមួយទៀតកន្លែងនេះគឺយើងតម្រឹមខាងឆ្វេងវិញម្ដងចឹងយើងចូលទៅដូរ font យើងវិញសិនមកដាក់ថាខ្មែរ OS មួយឡែកហើយយើងដាក់តែ font ធំ12ទេក្រសួងហើយយើងចុចមកអូខេអញ្ចឹងបន្តមកទៀតនេះកន្លែងនេះយើងចង់ចុច tab ហើយយើងមកទៅសេតក៏បានដែរប៉ុន្តែខ្ញុំមិនចង់ធ្វើអញ្ចឹងទេគឺខ្ញុំប្រើWord Art មួយយកមកដាក់មកអញ្ចឹងដើម្បីប្រើ Word Art ហ្នឹងគឺយើងចូលក្នុង Word ហើយយកពាក្យថានេះ Word Art ឬមួយក៏ Text Box ក៏បានដែរតែកន្លែងនេះខ្ញុំសូមយក Word Art ចុះហើយយើងធ្វើការវាបញ្ចូលយើងបរួមអក្សរយើងមកដាក់ font 12សិនមកអូខេប៉ុណ្នេះអញ្ចឹងថ្ងៃហើយបន្តទៀតមកថ្ងៃទី
ថ្ងៃទីនេះយើងបថយបន្តិចព្រោះថ្ងៃទីមិនសូវសេអីច្រើនថ្ងៃទីជាលេខวันนี้មកហើយយើងដាក់ឲ្យវាស្មើគ្នាមកអូខេអញ្ចឹងវាបើសិនជាវាមានកំហំអញ្ចឹងយើងចូលទៅក្នុង review ហើយយើងយកពាក្យថាlanguage set line នេះមក tick យក line នេះហើយ tick អស់មកអូខេបាត់ហើយអូខេបន្តមកទៀតកន្លែងនេះមិនរដ្ឋមន្ត្រីក្រសួងតម្រឹមកណ្ដាលជំរាបមកលោកប្រធានមន្ទីរខេត្តកម្មវត្ថុកន្លែងនេះយើងតម្រឹមខាងឆ្វេងវិញហើយយោងសេហើយមកអញ្ចឹងកន្លែងនេះករណីនេះករណីស្នើសុំអូខេយកចុះថ្ងៃទីបន្តមកទៀតមកតាមអូខេចូលមកដល់កន្លែងនេះគឺយើងបង្កើត word art មួយទៀតមកចុច insert ពាក្យថា word art នេះហេតុអីខ្ញុំបង្កើត word art ដោយសារតែយើងបង្កើត word art ទៅវាមានភាពងាយស្រួលក្នុងការទាញតម្រឹមឲ្យត្រូវទីតាំង review
ហើយនេះយើងដាក់ខ្មែរ OS បាត់ដំបងអូខេប៉ុណ្ណឹងមកដោយសារតែអក្សរយើងរៀងកំលៀនទេយើងអាច select បែបនេះមកហើយយើងចូលទៅក្នុង paragraph យើងមើលកន្លែងគ្រួញនេះ remove space ចេញអូខេអញ្ចឹងប៉ុណ្ណឹងឃើញស្អាតហើយអូខេប៉ុណ្នេះហើយយើងតម្រើមមកឲ្យស្មើគ្នាអញ្ចឹងមកអូខេអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្ណឹងសូមអរគុណ